រៀនខ្លួនឯងសំខាន់ណាស់ហេតុអីបានជាខ្ញុំនិយាយចឹងព្រោះខ្ញុំខ្លួនឯងនៅដឹងខ្ញុំមានអ្នកធ្វើការឲ្យខ្ញុំរាប់រយនាក់គ្រប់វិស័យអ្នកដែលលូតលឿនជោគជ័យគឺចេះរៀនពីខ្លួនឯងរៀនពីកំហុសខ្លួនឯងចាប់យល់ពីអ្វីដែលខ្លួនឯងជាចំណុចខ្សោយហើយខិតខំស្រាវជ្រាវកែសម្រួលបើគ្មានឆន្ទៈគ្មានការទទួលស្គាល់នៅចំណុចខ្សោយខ្លួនឯងទេគេពង្រៀនតតែស្លាប់ក៏មិនចេះដែរខ្ញុំសូមប្រាប់ជ័យឲ្យច្បាស់ចឹងបងយើងត្រូវទទួលស្គាល់ថាយើងនៅមានកម្រិតកន្លែងណាហើយយើងចង់កន្លែងណាហើយបង្រៀនខ្លួនយើងឲ្យទៅរួចបាទលើកទឹកចិត្តខ្លួនឯងស្វែងយល់ខ្លួនឯងបន្ថែមគ្រូអ្នកដទៃឱកាសរៀនសូត្រនៅជុំវិញខ្លួនទាំងអស់ស៊ីសងយើងចេះមើលអត់បាទយើងចេះមើលអត់យើងចេះចាប់អត់អត់មានអីចេះដែលមិនរៀននោះទេហើយកាន់តែឆ្ងល់ច្រើនដាក់ខ្លួនតែយើងកាន់តែល្ងងច្រើនចេះកាន់តែច្រើនជឿខ្ញុំចុះខ្ញុំធ្លាប់ហើយរុញមនុស្សខ្ញុំសួរមុនគេជួនកាលជំនួយការខ្ញុំ3 4មកខ្ញុំឲ្យវាយតម្លៃខ្លួនឯងអ្នកដែលចេះវាយតម្លៃខ្លួនឯងថាខ្លួនឯងនៅមានកម្រិតហើយដឹងថាកម្រិតនៅត្រង់ណានោះហើយជាអ្នកជោគជ័យ